បានជំរាបសួរបងប្អូនអរគ្នាពេលដែលខ្ញុំបានបើកក្រុមហ៊ុនຂະຫນາດមធ្យមខ្លួនឯងមួយហើយយើងនាំយកនៅផលិតផលសាប៊ូកក់សក់សាប៊ូដោះខ្លួនដើម្បីមកធ្វើទីផ្សារនៅស្រុកខ្មែររបស់យើងប្រទេសខ្មែររបស់យើងចូលរួមចំណែកគេហៅថាយើងភាគឯកាផលិតផលរបស់ចៅសៀមបាទហើយយើងទៅផលិតផលសាប៊ូកក់សក់និងសាប៊ូដោះខ្លួនដែលមានស្តង់ដារលេខ1បាទយកមកឲ្យបងប្អូនខ្មែរយើងប្រើប្រាស់បាទប្រើទៅល្អគុណភាពល្អបាទហើយយើងប្រឹងងើបឈរពីចំណុច0ប្រឹងទាំងយប់ប្រឹងទាំងថ្ងៃដោយយកកម្លាំងញើសឈាមរបស់ខ្លួនឯងមកប្រឹងវាបាទដោយមិនបានទៅធ្វើឲ្យខុសពីគុណធម៌របស់មនុស្សទេមិនបានទៅធ្វើឲ្យខុសពីសង្គមមួយនេះទេបាទពេលដែលខ្ញុំធ្លាក់ដល់ចំណុច0ខ្លាំងគឺមានបងប្អូនទូទាំងប្រទេសជាច្រើនគាត់មានក្តីអាណិតអាសូរដល់ខ្ញុំគាត់បានជួយទិញម្ហូបរបស់ខ្ញុំបាទជួយលើកទឹកចិត្តរបស់ខ្ញុំហើយពេលដែលគាត់ចាប់ផ្ដើមឃើញខ្ញុំដើរដល់ចំណុចនេះមួយរយៈពេលជិត3ឆ្នាំនេះខ្ញុំបានសងបំណុលគេចិត្តអស់ហើយខ្ញុំបានយកថវិការបស់ខ្ញុំខ្លះជាមួយនឹងបងអូនស្រីរបស់ខ្ញុំបាទគិតថាឱកាសមកដល់យើងក៏បានចាប់ឱកាសនឹងយកបាទដោយរោងចក្រនៅខ្វាងជើប្រទេសចិនគាត់ស្រឡាញ់គាត់មើលតាមអនឡាញគាត់ឃើញការតស៊ូប្រឹងប្រែងរបស់យើងគាត់ក៏បានមកជួបយើងគាត់ក៏បានសហការមួយយើងហើយគាត់ក៏បានផ្ដល់ឱកាសឲ្យយើងបាទធ្វើទីផ្សារមួយនេះហើយយើងជាមួយនឹងបងអូនខ្ញុំជាមួយនឹងបងអូនស្រីរបស់ខ្ញុំបាទបងអូនស្រីរបស់ខ្ញុំឆេងកែវវលៈហ្នឹងបាទបានចាប់ដៃគ្នាដើម្បីបើកក្រុមហ៊ុននេះមកបាទរហូតមកដល់ថ្ងៃនេះយើងបានលក់ផលិតផលរបស់យើងអស់ចូល10000ដបជាងហើយមានការគ្រប់គ្រងជាច្រើនពីបងប្អូននៅប្រទេសខ្មែរពេលដែលយើងចាប់ផ្ដើមដើរដល់ចំណុចនេះក៏មានបងប្អូនមួយចំនួនបែរជាមានការស្អប់ខ្ពើមបាទមិនពេញចិត្តស្អប់ដៀលជេរប្រមាថគ្រប់បែបយ៉ាងទាំងអស់បាទបែរជាទៅជាមានរឿងបែបនេះបាទវាជាគំរូល្អមួយសម្រាប់សង្គមរបស់យើងសម្រាប់បងប្អូនឲ្យគាត់បាក់ទឹកចិត្តសម្រាប់ឲ្យគាត់សឹងថាមិនអាចងើបឈរឡើងខ្ញុំគឺជាមនុស្សម្នាក់ដែលប្រឹងប្រែងពីបាតដៃទទេដោយសំពះសុំទៅដល់បងប្អូនឲ្យជួយទិញម្ហូបរបស់ខ្ញុំជួយ share វីដេអូរបស់ខ្ញុំដោយខ្ញុំមិនបានសុំជាលុយជាកាក់ជាជំនួយអីទេបាទនេះបងប្អូនបើសិនជាខ្ញុំយកជំនួយបើខ្ញុំសំពះសុំមកជំនួយតម្លាក់ QR code ដូចគេមកដល់ពេលនេះម៉ោងនេះខ្ញុំហ៊ាននិយាយថាខ្ញុំនឹងអាចលិចកប់ចូលក្នុងផុកលិចអាចនឹងបាត់បង់ជីវិតដោយសារតែពាក្យសម្ដីមើងងាយជេរប្រមាថពីមនុស្សដែលស្អប់មិនចូលចិត្តខ្ញុំបាទអញ្ចឹងហើយខ្ញុំគិតថាវាអត់មានអីអាក្រក់សម្រាប់ខ្ញុំទេខ្ញុំគិតថាវាជាគំរូល្អសម្រាប់សង្គមខ្មែររបស់យើងដែលយើងប្រឹងប្រែងពីបាតដៃទទេបាទយើងមើលគំរូទៅដល់លោកអង្គការមួយចំនួនដែលគាត់ពិបាកវេទនាបាទអ្នកខ្លះមានតែជ្រូកអង្ក្បាលអ្នកខ្លះមានតែមាសម៉ាជីដែលគាត់ប្រឹងប្រែងខ្លាយទៅជាអ្នកមានខ្លាយទៅជាអង្គការបាទជាគំរូល្អបាទសម្រាប់សង្គមខ្មែររបស់យើងខ្ញុំក៏យកគំរូតាមពួកគាត់ដោយការប្រឹងប្រែងរបស់ខ្ញុំដែរតែអ្វីដែលការប្រឹងប្រែងរបស់យើងមកដល់ថ្ងៃនេះពេលនេះម៉ោងនេះបាទមានន័យថាយើងប្រឹងរស់ស៊ីយើងប្រឹងងើបឈរយើងប្រឹងឡើងវិញពីចំណុច0មកវាទៅជាមានអ្នកចំណែនខ្ញុំភាគច្រើនអ្នកនឹងចំណែនឈ្នានេះខ្ញុំច្រើនជន់បលិចខ្ញុំជន់ខ្ញុំយកមកបាទគេគិតថាវាមិនអាចគេគិតថាអួតគេគិតថាបានតែនិយាយបាទអញ្ចឹងហើយចំណុចដែលគេឌីលខ្ញុំគេមើងងាយខ្ញុំវាស្អប់ខ្ញុំនឹងហើយកន្លែងហ្នឹងហើយដែលខ្ញុំប្រឹងងើបឈរឲ្យកាន់តែខ្លាំងហើយខ្ញុំគិតថាថ្ងៃណាមួយពេលដែលខ្ញុំជោគជ័យពេលដែលខ្ញុំមានលុយមានកាក់ខ្ញុំនឹងជាមនុស្សម្នាក់ដែលខ្ញុំតែងតែសន្យាមួយខ្លួនឯងថាខ្ញុំនឹងជួយទៅដល់អ្នកខ្វះខាតអ្នកក្រអ្នកខ្សត់អ្នកពិបាកចាស់ជរាក្មេងកំព្រាដែលគ្មានទីពឹងបាទទោះបីថាពេលនេះខ្ញុំមិនទាន់មានអីក៏ពិតមែនខ្ញុំគិតថាទៅមុខទៀតផលិតផលរបស់ខ្ញុំនឹងមានការគ្រប់គ្រងមួយឆ្នាំអាចនឹងមានបរិមាណនៃការលក់ច្រើនខ្ញុំគិតថាមិនយូរទេបាទទី1ផលិតផលរបស់យើងមានគុណភាពល្អស្តង់ដាររបស់ប្រទេសបារាំងទី2តម្លៃសមរម្យឲ្យបងប្អូនយកទៅប្រើសមរម្យបាទអញ្ចឹងហើយខ្ញុំជឿជាក់ថាបងដែលជេរខ្ញុំបងមើលទង្វើរបស់ខ្ញុំបងមើលពីអ្វីដែលខ្ញុំធ្វើអ្វីដែលបងអាចយកបានគំរូបានបងយកទៅព្រោះខ្ញុំគិតថាសង្គមមួយនេះខ្ញុំមិនអាចទៅធ្វើរឿងអីដែលខុសសង្គមមួយនេះទេបាទអរគុណបាទ